ជំរាបសួរបងប្អូនអរគ្នាជំរាបសួរជាថ្មីម្ដងទៀតបងប្អូននៅពេលនេះខ្ញុំចែករំលែកនៅចំណេះដឹងពាក្យមួយម៉ាត់ថាអង្គហេតុបងប្អូនអង្គហេតុហ្នឹងបងប្អូនច្រើនតែបានឮបានឃើញនៅក្នុងទស្សនវិជ្ជារបស់អ្នកសិក្សាច្បាប់បងប្អូនពាក្យថាអង្គហេតុហ្នឹងបើយើងយល់ក្នុងន័យទូទៅយើងនឹងយល់ថាជារឿងហេតុអីមួយយើងកើតឡើងទៅដែលធ្វើឲ្យដឹងថាព្រឹត្តិការណ៍អីកើតឡើងហើយខ្លះក៏គាត់អាចបកស្រាយបានថាអង្គហេតុគឺជាហេតុការណ៍មួយដែលកើតឡើងដែលនាំឲ្យមានបច្ចេកទេសយុទ្ធតាមពិតបងប្អូនពាក្យអង្គហេតុហ្នឹងគឺជាសិល្បៈមួយបងប្អូនគឺជាសិល្បៈមួយរបស់អ្នកសិក្សាច្បាប់ដើម្បីលើកឡើងនៅហេតុការណ៍ណាមួយដែលបានកើតឡើងដែលមានតួអង្គនៅក្នុងអង្គហេតុហ្នឹង1 2 3 4អីអញ្ចឹងហោហាយអញ្ចឹងទៅបងប្អូនហើយអ្នកសិក្សាច្បាប់នោះនឹងយករឿងរ៉ាវរបស់អង្គហេតុហ្នឹងសង្ខេបឲ្យទៅជាទស្សនវិជ្ជាមួយដើម្បីឲ្យមានការបន់ស៊ីគ្នាជាមួយនឹងទ្រឹស្ដីច្បាប់អញ្ចឹងនៅពេលដែលគេលើកអង្គហេតុមួយកើតឡើងមកគេនឹងវិភាគនៅក្នុងទស្សនវិជ្ជារបៀបអ្នកសិក្សាច្បាប់ហើយគេនឹងទាញវិធានគតិយុត្តណាមួយដែលមានតំណែងតំណងជាមួយនឹងអង្គហេតុដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍របស់អង្គហេតុបងប្អូនអង្គហេតុគឺជាសិល្បៈរបស់អ្នកសិក្សាច្បាប់អង្គហេតុมันបានធ្វើទៅឲ្យប៉ះពាល់តួអង្គឬបុគ្គលណាមួយស្ថាប័នណាមួយនៅក្រៅសង្គមទេបងប្អូនពីព្រោះអង្គហេតុគឺគេនិយាយអំពីតែមកកវល់របស់អង្គហេតុហ្នឹងហើយมันសំដៅទៅលើបុគ្គលឬតួអង្គណាមួយដែលធ្វើឲ្យបុគ្គលឬតួអង្គនោះរើសយកមកដាក់ខ្លួនអញ្ចឹងជាទូទៅអ្នកសិក្សាច្បាប់បងប្អូនបើសិនជាអ្នកសិក្សាច្បាប់សិក្សាតែទ្រឹស្ដីច្បាប់សុទ្ធសាធมันបានទាញទស្សនវិជ្ជាអង្គហេតុយកមកវិភាគយកមកសិក្សាយកមកសង្ខេបដើម្បីទាញតំណែងតំណងឲ្យមានការបញ្ស៊ីគ្នាជាមួយនឹងវិធានគតិយុត្តរបស់ច្បាប់គឺសិក្សាច្បាប់ពិបាកយល់ណាស់បងប្អូនពិបាកយល់ណាស់ដូច្នេះបានជាគេបង្កើតទ្រឹស្ដីមួយពាក់ព័ន្ធទៅនឹងអង្គហេតុដើម្បីផ្សារភ្ជាប់ជាមួយនឹងអង្គច្បាប់អញ្ចឹងយើងសួរថាអ្នកសិក្សាច្បាប់គាត់រៀនពីបច្ចេកទេសច្បាប់អីខ្លះបងប្អូនអ្នកសិក្សាច្បាប់គាត់រៀនពីបច្ចេកទេសគេហៅថាលំហាត់អនុវត្តគតិយុត្តឬក៏បរិមាធិបាយគតិយុត្តដែលគេច្រើននិយាយលេងថាបរិមាណបាយគតិយុត្តអីគេបាក់យល់មែនបរិមាធិបាយគតិយុត្តហ្នឹងគឺយើងអាចប្រដូចទៅនឹងតែងសេចក្តីប៉ុន្តែជាតែងសេចក្តីរបៀបអ្នកសិក្សាច្បាប់បងប្អូនហើយបន្ថែមពីនោះទៀតមានបច្ចេកទេសសិក្សាច្បាប់មួយចំនួនទៀតបងប្អូនមួយចំនួនទៀតស៊ីជម្រៅជាងបរិមាធិបាយគតិយុត្តនឹងទៀតបងប្អូនបែបស៊ីជម្រៅជាងនឹងពេលឱកាសល្អខ្ញុំនឹងចូលរួមបន្ថែមពាក់ព័ន្ធនឹងបច្ចេកទេសរបស់អ្នកសិក្សាច្បាប់ពីរបៀបទៀបមករហូតដល់ស៊ីជម្រៅកាន់តែខ្ពស់បន្តិចទៀតទៅតាមស្តង់ដារមួយដែលគេហៅស្តង់ដារគឺបទដ្ឋានបងប្អូនគឺជាស្តង់ដារមួយទៅកម្រិតដែលអន្តរជាតិគាត់ដែលជាអ្នកច្បាប់ហ្នឹងគាត់សិក្សាហ្នឹងគឺរៀនស៊ីជម្រៅបន្តិចបើសិនជាបងប្អូនមិនមែនជាអ្នកសិក្សាច្បាប់អាចស្ដាប់ទៅអត់យល់ទេខ្លះអត់ដឹងថាខ្ញុំនិយាយពីអីបាទអរគុណបងប្អូនជម្រាបលា